បាទហើយអញ្ចឹងទេយើងលុបចោលត្រឹមតែដាក់ត្រឹមតែគណៈរដ្ឋមន្ត្រីសមាជិករាជរដ្ឋាភិបាលត្រឹមតែនាយករដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីហើយរដ្ឋលេខាធិការឥឡូវត្រូវតែងតាំងរដ្ឋលេខាធិការមួយត្រូវទៅឡើងដល់សភាឥឡូវនឹងខ្ទះអស់ក្រសួងខ្លះគឺអស់ទាំងរដ្ឋលេខាធិការបើនៅក្រសួងការបរទេសរដ្ឋលេខាធិការ2នាក់ចេញទៅទូតទីទៀតចេញទៅមួយទៀតអស់រដ្ឋលេខាធិការលីកអស់រដ្ឋលេខាធិការលីកចឹងត្រូវឡើងទៅសភាអញ្ចឹងទុកកិច្ចការងារនេះឲ្យនាយករដ្ឋមន្ត្រីស្នើថ្វាយទៅព្រះមហាក្សត្រតែងតាំងដោយព្រះរាជកិច្ចបានហើយម្យ៉ាងទៀតរដ្ឋធម្មនុញ្ញគេតម្រូវត្រឹមតែប៉ុណ្ណេះរដ្ឋធម្មនុញ្ញក្តីឬក៏ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីគេឲ្យរដ្ឋមន្ត្រីទទួលខុសត្រូវចំពោះមុខរដ្ឋសភានិងនាយករដ្ឋមន្ត្រីគេឲ្យប៉ុណ្ណឹងគេអត់ឲ្យដល់ថ្នាក់រដ្ឋលេខាធិការត្រូវទទួលខុសត្រូវចំពោះមុខសភានិងនាយករដ្ឋមន្ត្រីទេគេឲ្យត្រឹមតែរដ្ឋមន្ត្រីទទួលខុសត្រូវចំពោះមុខសភានិងនាយករដ្ឋមន្ត្រីឯនាយករដ្ឋមន្ត្រីត្រូវទទួលខុសត្រូវចំពោះមុខសភាតែប៉ុណ្ណឹងទេគេអត់បានឲ្យរដ្ឋលេខាធិការទទួលខុសត្រូវចំពោះមុខសភាផងព្រោះគេឲ្យនៅអាណាបៈគឺប្រធានណាគឺរដ្ឋមន្ត្រីនេះឯងដែលជារដ្ឋមន្ត្រីអាណាបៈនេះគឺជាចំណុចដែលខ្ញុំគួរតែលើកហើយសូមអំពាវនាវចំពោះក្មួយនិស្សិតដែលបានបញ្ចប់ការសិក្សាហើយក៏មាននៅក្នុងនេះមានការងារធ្វើក៏ច្រើនហើយក៏មានអ្នកទៅបង្កើតការងារដោយខ្លួនឯងអ្នកបង្កើតការងារដោយខ្លួនឯងនេះគឺអាចចាត់ទុកថាជាអ្នកដែលបានរួមចំណែកក្រុមហ៊ុនតខ្លួនមាន 3% ក្រុមហ៊ុនតខ្លួន 3% នេះនឹងបង្កើតការងារឲ្យមនុស្សច្រើនទៀត 3% នៃចំនួន 2000 អញ្ចឹងអ្នកទាំងហ្នឹងទៅបង្កើតបានតែគេថាបង្កើតការងារខ្លួនឯងគឺមិនមែនខ្លួនឯងតែម្នាក់ទេគេអាចនឹងបង្កើតជាក្រុមហ៊ុនសម្លងរួចហើយបង្កើតការងារយ៉ាងច្រើនឲ្យមនុស្សរបស់យើងទៀតឥឡូវនេះការងាររបស់យើងកាន់តែច្រើនកន្លងទៅក្នុងរយៈតែ2ខែចុងឆ្នាំ2017យើងបង្កើតការងារបានជាង 20,000 កន្លែងតាមរយៈការវិនិយោគពីក្រៅចូលមកក្នុងកម្ពុជាឥឡូវនេះយើងមិនទន្ទឹងរង់ចាំត្រឹមតែក្រុមហ៊ុនពីខាងក្រៅមកកម្ពុជាទេក្រុមហ៊ុនក្នុងស្រុកដែលបង្កើតនៅការវិនិយោគក៏បានរួមចំណែកបង្កើតការងារធ្វើច្រើនណាស់ដែរ